ជំរាបសួរលោកគ្រូខ្ញុំមកឈ្មោះរតពុទ្ធិរតិមកពីក្រុម SV 1112ថ្ងៃនេះខ្ញុំមកបង្ហាញអំពី hardware monitor អញ្ចឹងជាដំបូងយើងត្រូវចូលទៅក្នុង server Ubuntu របស់យើងយើងឲ្យធ្វើការរងចាំវាបន្តិចដើម្បីឲ្យវាធ្វើការ running បន្ទាប់មកវានឹងចេញបែបនេះយើងធ្វើការវាយឲ្យ user ឈ្មោះ user របស់យើងដើម្បីធ្វើការ login ហើយវាយ password enter បន្ទាប់បញ្ចូលមកដល់នេះហើយយើងធ្វើការឆែកទៅលើ IP ដើម្បីធ្វើការ connect remote ជាមួយនឹង CMDឥឡូវខ្ញុំធ្វើការឆែក IP ម្ដងទៀតចឹង IP របស់ខ្ញុំគឺ 192.168.15 ឥឡូវយើងធ្វើការបើកទៅលើ CMD បន្តមកយើងធ្វើការ ping IP នៅក្នុង Ubuntu server របស់យើងមិញ 192.168.15 បន្ទាប់ពី ping ទៅឃើញថាវាស្គាល់បន្តមកយើងឲ្យធ្វើការ connect remote ជាមួយ CMD ដែលវាយ command SH ឈ្មោះ user របស់យើងបន្ទាប់មកសញ្ញា add ហើយ IP របស់យើងដែលយើង ping នៅលើមិញ 192.168.1.15 ហើយធ្វើការ enter ហើយវាយ password enter ឥឡូវយើងធ្វើការ connect remote ដល់ CMD របស់យើងបានជោគជ័យហើយបន្តមកជំហានដំបូងយើងត្រូវ HMI ដើម្បីឆែកមើលថាយើងប្រើប្រាស់ user មួយណាបន្តមកយើង pwd ដើម្បីមើល directory របស់យើងឈរក្នុង directory មួយណាបន្តមកយើងធ្វើការឆែកទៅលើ hostname ដែរ hostname ហើយបន្តមកយើងក៏មាន command ls cpu ហើយយើងធ្វើការ list ទៅលើ CPU របស់យើងនេះហើយ list របស់ CPU របស់យើងហើយយើងមាន command top ដើម្បីធ្វើការឆែកទៅលើ process របស់ហើយ process ដំណើរការរបស់ហើយ Ubuntu server របស់យើងអញ្ចឹងហើយចឹងនេះជា process ដំណើរការរបស់ Ubuntu របស់យើងមាន PID server PID user មានហើយ CPU មាន memory ជាដើមអញ្ចឹងដើម្បីធ្វើការចេញពីហ្នឹងយើងធ្វើការ control C បន្ទាប់ពី control C ខ្ញុំធ្វើការ install ទៅលើ htop ហ្នឹងវាគឺស្តៀងទៅនឹង top ដែរគ្រាន់តែថាវាមាន UI ស្អាតជាងអញ្ចឹងយើងធ្វើការវាយ comment ទៅលើ comment sudo app install ដើម្បីធ្វើការ install htop របស់យើង install ហើយ htop ដក y អញ្ចឹងដក y នេះយើងដាក់ដើម្បីកុំឲ្យវាសួរថា yes no អញ្ចឹងដក y នេះមិនថាគឺយើងយក yes អញ្ចឹងយើងធ្វើការ enter មកហើយវាយ password ឥឡូវវាធ្វើការ install ទៅលើ htop ហើយឥឡូវយើងធ្វើការឆែកទៅលើ htop របស់យើង htop យើងធ្វើការ enter បន្ទាប់មកយើងធ្វើការ enter បន្តនេះជា htop ដែលយើងបាន install មុនហ្នឹងគឺវាបង្ហាញដូចជាមាន memory មាន swap មានអីជាដើមហ្នឹងហើយបន្តមកយើងធ្វើការចេញពីហ្នឹងយើងធ្វើការ control C មកយើងធ្វើការឆែកទៅលើ htop ហើយយើងធ្វើការយើងឆែកទៅលើ hard disk របស់យើង
ឆែកទៅលើ memory របស់យើងឆែកទៅលើ memory មុនអញ្ចឹងដើម្បីធ្វើការឆែកទៅលើ memory space memory អីជាដើមយើងធ្វើការវាយ command free ដក h ហើយធ្វើការ enter អញ្ចឹងនេះវានឹងបង្ហាញឲ្យព័ត៌មានរបស់ memory របស់យើងមកថា total memory យើងមានប្រមាណហើយយើងប្រើអស់ប្រមាណហើយនៅតេមែនបន្ទាប់មកយើងក៏មាន comment ទៅលើ comment ហើយ ឆែកទៅលើ hard disk អញ្ចឹង comment ឆែកទៅលើ hard disk យើងវាយ df មកហើយដក h ហើយយើង enter អញ្ចឹងនេះជាព័ត៌មានរបស់ hard disk របស់យើងអញ្ចឹងហើយមួយទៀតខ្ញុំក៏មានទៅលើ comment ឆែកទៅលើ hard disk ទាំងពីរគ្រាប់ឧទាហរណ៍បើសិនជាUbuntu របស់យើងមាន hard disk ពីរគ្រាប់យើងធ្វើការវាយ command ls blk ហើយធ្វើការ enter អញ្ចឹងវានឹងបង្ហាញព័ត៌មានរបស់ hard disk ពីរគ្រាប់របស់យើង hard disk ទាំងពីរគ្រាប់មួយហ្នឹងទាំងពីរគ្រាប់ហ្នឹងឥឡូវខ្ញុំចូលទៅក្នុង htop វិញហើយខ្ញុំធ្វើការ ជ្រើសរើសឲ្យទៅលើ PID user មួយដើម្បីធ្វើការ kill អញ្ចឹងបើសិនជាយើងចង់ kill ទៅលើ process របស់យើង kill process មានថាម៉េចបានន័យថាថាមាន process មួយកំពុងតែដើរអញ្ចឹងយើងចង់ឲ្យ kill វាយើងចង់បិទវាចោលអញ្ចឹងយើងធ្វើការយក PID របស់ process ហ្នឹងមកឧទាហរណ៍ថា process ហើយឧទាហរណ៍ថា422នេះយើងនិយាយថា process មាន PID user 422ឥឡូវយើងធ្វើការវាយ comment ហើយវាយ comment kill dash 9ហើយបន្ទាប់មកវាយ PID user ដែលយើងបានមើលមិញហ្នឹង422ហ្នឹងនៅការវាយធ្វើការ enter មកបន្ទាប់មកវានឹង kill process ហ្នឹងហើយឥឡូវខ្ញុំអត់ធ្វើការ kill process ទេលោកគ្រូខ្ញុំគ្រាន់តែវាយ comment ឧទាហរណ៍មើលទេអញ្ចឹងហើយការបកស្រាយអំពីហើយ hardware monitor របស់ខ្ញុំមានតែប៉ុណ្្នឹងគ្រូសូមអរគុណសូមជម្រាបលា